tình phim can sao cho rô ban phim miền để có miền kêu rằng hà đâm pin tia tại mà đòn chúng em số bom bom từ Arcane và cùng một căn tia cùng rú Villa Prin E thì pram mấy bom bom từ Arcane tia cùng rú nàyคือตัวban ca control នឹងចាប់អារម្មណ៍ពីសំណាក់អតិថិជនច្រើនមែនតើជាពិសេស mode classic ការ design ទំនើបស៊ីវិល័យនៅផ្នែកខាងក្នុងណាតោះបងប្អូនកុំឲ្យខាត់ពេលវេលាយូរសូមអញ្ជើញបងប្អូនទៅទស្សនាផ្នែកខាងក្នុងទាំងអស់គ្នាចង់ដឹងថាចំណុចពិសេសនៃផ្ទះនេះមានអីខ្លះតោះអូខេបាទមុននឹងទៅបង្ហាញផ្នែកខាងក្នុងសូមបង្ហាញជាមួយនឹងបាទផ្នែកខាងក្រៅសិនខាងក្រៅយើងមាន design ជាមួយនឹងប្រភេទទ្វារលបងដែកស្មិតដែលមានគុណភាពហើយងាយស្រួលបងប្អូនចេញចូលឡានបាទអញ្ចឹងគឺទ្វារចូលផ្ទះផ្សេងទ្វារចំណតរថយន្តផ្សេងមកឥឡូវយើងមកមើលចំណុចពិសេសនៃទ្វារចូលផ្ទះទ្វារចូលផ្ទះគឺយើងបាន design បាទស្រស់ស្អាតខ្លាំងមែនទែនបងប្អូនមានទ្វារ2បាល់សម្រាប់បងប្អូនងាយស្រួលបាទចេញចូលនិងងាយស្រួលយកអីវ៉ាន់ប្រើប្រាស់ចូលទៅក្នុងផ្ទះបន្ថែមទៀតបាទហើយប្រភេទទ្វារនេះគឺជាប្រភេទទ្វារដែកស្មិតដូចគ្នាបងប្អូនទាំងអស់គ្នាមកឥឡូវយើងមកមើលចំណុចពិសេសនៃចំណតរថយន្តគឺមាន space ធំមែនទែនដែលបងអាចចតរថយន្តបានរហូតដល់4គ្រឿងធំបាទហើយមានចំណុចពិសេសបន្ថែមទៀតគឺជាសួនច្បារនៅចំហៀងនេះបងប្អូនទាំងអស់គ្នាបាទយើងអាចរៀបចំតាមតម្រូវការនិងតាមចំណង់ចំណូលចិត្តរបស់ម្ចាស់ផ្ទះបានបាទរៀបចំតាម concept បងប្អូនស្រឡាញ់បានបងប្អូនទាំងអស់គ្នាបាទហើយផ្ទះនេះគឺសក់ដីក្រោយធំបងមកឥឡូវយើងទៅមើលថាដីខាងក្រោយធំហ្នឹងគឺយើង design បានអីខ្លះតោះ let's go កន្លែងនេះបងប្អូនទាំងអស់គ្នាយើងមាន design សម្រាប់បងប្អូនអាចដាក់តុដាក់អីញ៉ាំកាហ្វេញ៉ាំអីបានព្រោះយើងមានទ្វារស្លាយនៅកន្លែងនេះបងបាទចេញមកពីកន្លែងតុទទួលទានអាហារគឺមានទ្វារស្លាយសម្រាប់ចេញចូលនេះហើយក៏ងាយស្រួលសម្រាប់បងចេញចូលមកបាត់អ្វីខាងក្រៅផ្ទះដែរបាទវ៉ាវលយមែនទេបងប្អូនទាំងអស់គ្នាដីនៅសល់ខាងក្រោយនេះយើងអាចរៀបចំតាមចំណង់ចំណូលចិត្តរបស់បងប្អូនជាក់ស្ដែងបានឬក៏បងប្អូនអាចរៀបចំតាម sample របស់ផ្ទះគំរូក៏បានដែរនេះគឺយើងរៀបចំជាមួយនឹងអាងចិញ្ចឹមត្រីមួយខ្នាតរាងធំដែរបងប្អូនបាទចាំបងប្អូនដែលគាត់ស្រឡាញ់ត្រីគឺដឹងតែពេញចិត្តហើយចំណុចពិសេសបន្ថែមទៀតយើងអាចរៀបចំជាសួនច្បារបែបនេះបានអាច enjoy ជាមួយនឹងបរិយាកាសទេសភាពជុំវិញផ្ទះរបស់យើងគឺមានភាពងាយស្រួលមែនតើបាទបងប្អូនយើងទៅមើលចំណុចពិសេសមួយទៀតគឺជាបន្ទប់ពិសេសបងប្អូនទាំងអស់គ្នាបន្ទប់នេះយើងអាចរៀបចំជាកន្លែង office ផ្ទាល់ខ្លួនក៏បាន office ការងារក៏បានឬក៏ជាបន្ទប់ញ៉ាំតែកាហ្វេក៏បានដែរបងប្អូនមកធំមែនតើបងប្អូនទាំងអស់គ្នាបាទយើងរៀបចំបែបនេះទៅគឺមានភាពងាយស្រួលមែនតើបងប្អូនបាទបន្ទប់នេះអាចនិយាយបានថាជាពហុមុខងារច្រើនដែលអាចបែងចែករៀបចំតាមតម្រូវការរបស់លោកអ្នកជាក់ស្ដែងបានណាតោះឥឡូវនេះសូមបងទៅទស្សនាចំណុចពិសេសនៅផ្នែកខាងក្នុងនៃផ្ទះវិឡារបស់យើងវិញម្ដងវ៉ាវបងប្អូនទាំងអស់គ្នាចូលមកដល់ខាងក្នុងផ្ទះគឺតែជាក់ចិត្តមែនតើដោយសារតែការ design ផ្ទះមួយនេះគឺស្អាតខ្លាំងមែនតើបងប្អូនលំដាប់ផ្កាយខ្ញុំហ៊ានឲ្យ rate អញ្ចឹងតែម្ដងអញ្ចឹងចង់ដឹងថាលំដាប់ផ្កាយហ្មងកុំភ្លេចដាក់ rate ទាំងអស់គ្នានៅក្រោម comment តោះឥឡូវយើងទស្សនាទាំងអស់គ្នាបាទអញ្ចឹងផ្ទះនេះសូម្បីតែការ design space បងប្អូននៅខាងមុខទ្វារមួយច្រកតូចទេប៉ុន្តែយើង design ឲ្យមានសោភ័ណភាពស្អាតដូចជាកន្លែងដាក់អនុស្សាវរីយ៍ក៏ដូចជាទូតាំងលម្អបាទលើកសោភ័ណភាពនៃខាងមុខខ្លងទ្វារធំចូលផ្ទះតែម្ដងហើយកន្លែងនេះបងប្អូនយើងមាន design ជាមួយនឹងទូសម្រាប់បងប្អូនដាក់សម្ភារៈប្រើប្រាស់ផ្សេងបានច្រើនទៀតមួយថតពីរថត3 4ថតនេះសិតតែដាក់ឲ្យបានទាំងអស់តែម្ដងមកឥឡូវយើងចូលមកដល់ចំណុចសំខាន់មួយទៀតគឺជាកន្លែងទទួលភ្ញៀវខ្នាតធំបាទរៀបចំសាឡុងបានឈុតធំហើយនៅ space ទលាយខ្លាំងមែនទែនបងប្អូនទាំងអស់គ្នាបាទហើយចំណុចពិសេសមួយទៀតគឺកន្លែងនេះបងប្អូនយើងអាចរៀបចំជាមួយនឹងគ្រឿងលម្អគ្រឿងតាំងឬមួយទៀតបងចូលចិត្តសៀវភៅអីអាចរៀបចំតាំងសៀវភៅបានហើយកែកខាងក្រោមនេះដាក់សម្ភារៈបានទាំងអស់តែម្ដងបងនិយាយទៅគឺ special មែនទែនហើយ living room របស់យើងគឺធំទលាយសាលាល្អហើយខ្ពស់ទៀតបងប្អូនបាទពីដើមរបស់យើងគឺយើង design មកសាលាល្អមែនទែនបាទហើយចំណុចពិសេសបន្ថែមទៀតគឺជាកន្លែងទូតាំងទូរទស្សន៍បងបាទអញ្ចឹងពេលដែលយើងមានកន្លែងទទួលភ្ញៀវធំហើយយើងក៏ត្រូវមានទូរទស្សន៍ខ្នាតធំដែរត្រូវឲ្យបងប្អូនទាំងអស់គ្នាបាទនេះគឺជាទូរទស្សន៍ខ្នាត85អេងបាទដាក់ឲ្យគឺនៅសល់ space ទៀតអញ្ចឹងគឺធំទលាយសារៈល្អតែម្ដងនិយាយទៅមកទាំងព្រមតែម្ដងផ្ទះមួយនេះអញ្ចឹងកុំភ្លេចឲ្យទាំងអស់គ្នាណាបាទឥឡូវយើងមកមើលចំណុចពិសេសមួយទៀតហើយគឺជាកន្លែងតុទទួលទានអាហារខ្នាតធំដែលអាចផ្ដល់សុភមង្គលជូនរបស់លោកអ្នកនៅក្នុងកន្លែងនេះឲ្យបងប្អូនទាំងអស់គ្នាបាទអញ្ចឹងសុភមង្គលរបស់យើងទៅលើការជួបជុំពេលដែលយើងញ៉ាំអាហារឆ្ងាញ់ជួបជុំគ្នាលក្ខណៈ share បទពិសោធន៍គ្នាបន្ថែមទៀតទៅធ្វើឲ្យតុមួយនេះគឺជាតុកន្លែងអនុស្សាវរីយ៍ដែលអាចចងចាំមិនភ្លេចបានណាបងប្អូនទាំងអស់គ្នាបាទគឺកន្លែងនេះគឺសំខាន់ខ្លាំងមែនទែនការជួបជុំញ៉ាំអាហារទទួលទានលក្ខណៈគ្រួសារនេះគឺសំខាន់ខ្លាំងតែម្ដងហើយកន្លែងនេះក៏សំខាន់ដែរបើសិនជាបងត្រូវការ enjoy relax ជាមួយនឹងលក្ខណៈគ្រួសារឬក៏ដៃគូថ្មីថ្មោងអីក៏អាច enjoy ជាមួយនឹង mini bar នេះបានដែរបងប្អូនស្រាក្រហមម្ដបទៅបាទមានសាច់ខ្លែបអីបន្តិចបន្តួចទៀតមកបងប្អូនបាទមានអីពីរស្រាប់បាទឈៀលក្ខណៈ relax តែម្ដងបាទហើយកន្លែងនេះគឺជាប្រភេទការ design ដែលមានរបៀបរៀបរយសម្រាប់ការចម្អិនម្ហូបអាហារហើយបាទ design mode ស្អាតទៀតបងប្អូនទាំងអស់គ្នាអញ្ចឹងបងជាស្ត្រីមេផ្ទះខ្ញុំជឿថាខណៈឃើញចក្រាន mode មួយនេះបងប្អូននឹងពេញចិត្តខ្លាំងហើយនឹងចាប់អារម្មណ៍ចង់ធ្វើម្ហូបតែម្ដងបាទហើយមួយទៀតកន្លែងនេះគឺជាកន្លែងដែលបងអាចរៀបចំជា microwave ជាកន្លែងឆុងកាហ្វេឆុងតែបានជា set តែម្ដងហើយ space កន្លែងនេះបងអាចរៀបចំទូទឹកកកខ្នាតធំជាប្រភេទទ្វារពីរបែបបានបាទ space គឺធំខ្លាំងតែម្ដងបាទហើយយើងក៏មានជាមួយនឹងចក្រានមួយនេះគឺជាចក្រានសើមបងប្អូនទាំងអស់គ្នាបាទអញ្ចឹងបងស្ត្រីមេផ្ទះគាត់ចង់ចម្អិនម្ហូបអាហារដែល
មានក្លិនមានអីអាចធ្វើការចម្អិននៅខាងក្រៅនេះបានអត់ចង់ឲ្យប្រឡាក់ផ្ទះខាងក្នុងអីអាចធ្វើការចម្អិននៅខាងក្រៅបានគឺមានភាពងាយស្រួលមែនតើបាទអញ្ចឹងផ្ទះនេះគឺបែងចែក option បានល្អមែនតើទាំងកន្លែងទទួលភ្ញៀវទាំងកន្លែងតុទទួលទានអាហារនិងចក្រានស្ងួតនិងសើមបាទដាច់កន្លែងគ្នាតែម្ដងហើយមានឃ្លាំងសម្រាប់ទុកអីវ៉ាន់នៅខាងក្រោមទៀតបាទយើងទៅមើលទាំងអស់គ្នាតែបងប្អូននេះគឺជាឃ្លាំងអីវ៉ាន់ដែលបងអាចស្តុកអីវ៉ាន់បានជាច្រើនសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃហើយក៏មានបន្ទប់ទឹកមួយសម្រាប់ទទួលភ្ញៀវខ្នាតធំដែរចង់បញ្ជាក់ថាផ្ទះមួយនេះយើងក៏មានជាមួយនឹងបន្ទប់សម្រាប់អ្នកស្នាក់នៅជាមួយនៅផ្នែកខាងក្រៅនិងបន្ទប់ទឹកមួយទៀតផងដែរតោះឥឡូវកុំឲ្យខាតពេលវេលាយូរយើងទៅទស្សនាផ្នែកខាងលើវិញម្ដងចង់ដឹងថាការរៀបចំហើយ design ហើយបន្ទប់គេមួយស្អាតកម្រិតណាតោះ let's go អូខេបងប្អូនទាំងអស់គ្នាអញ្ចឹងឥឡូវនេះខ្ញុំឡើងមកដល់ជាន់ទី1ហើយមាន2បន្ទប់គេអញ្ចឹងបន្ទប់ទី1ដែលខ្ញុំចង់បង្ហាញទៅកាន់បងប្អូននឹងគឺជាបន្ទប់មេគ្រួសារធំតែម្ដងតោះវ៉ាវបងប្អូនទាំងអស់គ្នាបន្ទប់មួយនេះគឺធំខ្លាំងមែនតើហើយប្រណិតតែម្ដងបងប្អូនឃើញតែចាក់ភ្នែកមែនតើសំបីតាការតុបតែងគ្រឿងសង្ហារឹមក៏តាក់ភ្នែកដែរហើយមានសាឡុងមួយសម្រាប់អង្គុយទស្សនា TV អីមើលទៅលយឲ្យស្រស់ស្រាយតែម្ដងចំណុចពិសេសមួយទៀតគឺជាកន្លែងនេះបងមកអូខេបាទបងប្អូនអញ្ចឹងយើងរៀបចំកន្លែងនេះគឺត្រូវចិត្តអតិថិជនភាគច្រើនមែនតើដែលគាត់ត្រូវការបន្ទប់មួយនេះគឺជា office ផ្ទាល់ខ្លួនសម្រាប់ធ្វើការហើយមាន view ស្អាតហើយមានកន្លែងដាក់អីវ៉ាន់ច្រើនដូចជាកន្លែងនេះអីគឺជាចាំបាច់អីត្រូវបងប្អូនទាំងគ្នាគឺទូឯកសារទូតាំងពានរង្វាន់ពានអីចឹងណាបងប្អូនទាំងគ្នាមានបន្ទប់ទី1គឺជាក្តីសុខបងហើយបាទហើយអ្វីដែលសំខាន់នៅបន្ទប់នេះតាក់ទាញហ្នឹងបងប្អូនខ្ញុំថាហ្នឹងគឺជាចំណុចនេះបងប្អូនមានសួនពណ៌បៃតងនៅចំបន្ទប់ office ធ្វើការរបស់យើងគឺមានភាពងាយស្រួលមែនតើបាទហើយស្រស់ស្អាតខ្លាំងតែម្ដងតោះឥឡូវយើងទៅមើលចំណុចពិសេសមួយទៀតគឺជាកន្លែង closet អូខេបាទចង់បងច្បាស់ជាចង់ដឹងហើយថាគ្រាន់តែកន្លែងគេងកន្លែងបន្ទប់ធ្វើការស្អាតកម្រិតហ្នឹងហើយចោះចំមុំតែកន្លែង closet ត្រូវទេមកវ៉ាវស្អាតខ្លាំងមែនតើបងទាំងអស់គ្នាបន្ទប់ closet នេះយើងបាន design មួយចំហៀងសម្រាប់បងស្ត្រីមួយចំហៀងទៀតសម្រាប់បងបរោះបាទគឺមានការខណ្ឌចែកតែកន្លែងពីគ្នាតែម្ដងហើយមាន space សម្រាប់បងនារីដែលគាត់តាំងកាបូបតាំងស្បែកជើងឲ្យមានរបៀបរៀបរយហើយមួយទៀតគឺជាតុសម្អាងកន្លែង cosmetic ដែលបងអាចរៀបចំបែបនេះបានហើយស្រស់ស្អាតខ្លាំងបាទហើយចំណុចចុងក្រោយនៃបន្ទប់នេះគឺជាបន្ទប់ទឹកបាទសូម្បីតែបន្ទប់ទឹកបងប្អូនទាំងអស់គ្នាក៏ប្រណិតដែរមានកន្លែងបាទខណ្ឌងូតទឹកផ្សេងកន្លែងត្រាំទឹកផ្សេងបាទហើយមានកន្លែងបាត់ដៃបាត់ជើងផ្សេងហើយមានឡាបូរហូតដល់2ផ្ទាំងកញ្ចក់ខ្នាតធំទៀតនិយាយទៅលយខ្លាំងតែម្ដងតោះឥឡូវនេះសូមបង្ហាញជាមួយនឹងបន្ទប់គេងតល់មុខបន្ទប់មេគ្រួសារវិញម្ដងអូខេបាទឥឡូវនេះខ្ញុំមកដល់ខាងមុខបន្ទប់សមាជិកមេគ្រួសារហើយតោះទៅទស្សនាខាងក្នុងទាំងអស់គ្នាវ៉ាវស្អាតខ្លាំងមែនតើបងប្អូនទាំងអស់គ្នានិយាយទៅអញ្ចឹងកន្លែងនេះយើងអាច design ដាក់កាបូបស្បែកជើងបានមានស្បែកកន្លែងនេះអាចដាក់កៅអៅបានទៀតណាបាទហើយបន្ទប់ទឹកអីគឺធំស្រឡះល្អមែនតើនៅខាងមុខនឹងតែម្ដងនិយាយទៅបន្ទប់គេងនីមួយៗគឺមានបន្ទប់ទឹកប្រើប្រាស់លក្ខណៈផ្ទាល់ខ្លួនឯកជនភាពតែម្ដងបាទក្រឡេកមកមើលកន្លែង space ដាក់ក្រេគេងវិញបងទាំងអស់គ្នាបាទខ្នាតធំខ្លាំងតែម្ដងបងបាទយើងអាចរៀបចំបែបនេះបានបាទក្រេកំងតាមតម្រូវការជាក់ស្ដែងបានបាទឬក៏ម៉ូដដែលបងប្អូនពេញចិត្តហើយយើងមាន view នៅលើវេរ៉ង់ដាទៀតបងនិយាយទៅពិសេសបណ្ដោយបន្ទប់នីមួយៗគឺមានពន្លឺគ្រប់គ្រាន់ហើយកន្លែងនេះបងយើងបាន design ជាមួយនឹងបាទទូដាក់សម្លៀកបំពាក់ទូតាំងកាបូបស្បែកជើងតាមតម្រូវការជាក់ស្ដែងបានហើយកន្លែងនេះបងយើងអាចដាក់ laptop សម្រាប់អង្គុយរៀនសម្រាប់អីបានណាគឺមានភាពងាយស្រួលមែនទែនផ្ទះកំណូលនេះទីទៀតយើងឲ្យជាងមកចាប់កន្លែងនេះហើយដើម្បីឲ្យបន្ទប់មួយនេះកាន់តែមានសោភ័ណភាពស្អាតបន្ថែមទៀតតោះឥឡូវយើងទៅទស្សនា3បន្ទប់គេងនៅជាន់ខាងលើវិញម្ដងអូនិយាយមែនបងប្អូនទាំងអស់គ្នាផ្ទះនេះស្អាតគ្រប់ប្លង់សម្បីតែចដាលឡើងក៏ស្អាតដែរបាទបង្កាន់ដៃស្មិតអមជាមួយនឹងប្រភេទឈើប្រណិតហើយការ design ជាប្រភេទម៉ាតសទៀតហើយកន្លែងនេះបងប្អូនជាចំណុចទាក់ទាញមួយនៃទូផ្ទះនេះតែម្ដងគឺជាកន្លែងដាក់រីដូខ្ពស់បែបនេះឃើញថាមានសោភ័ណភាពស្អាតខ្លាំងបាទហើយយើងលេងពូលឲ្យត្រូវទៀតមកគឺស្អាតខ្លាំងតែម្ដងហើយទាក់ទាញបាទនិយាយបើសិនជាបងជួយចិត្តថតរូបអីគឺមានច្រើនខ្លាំងមែនទែនសម្រាប់ផ្ទះមួយនេះបាទឥឡូវនេះយើងចូលមកដល់បន្ទប់សមាជិកមួយទៀតហើយបាទឥឡូវយើងទស្សនាបន្ទប់នេះមុនគេទៅដោយសារនៅនេះយើងមានរហូតដល់3បន្ទប់គេបាទវ៉ាវនិយាយទៅមកបន្ទប់ទៅបន្ទប់យើងមានការរៀបចំប្លែកបាទពីគ្នាបងប្អូនហើយបន្ទប់ទឹកគឺប្រើប្រាស់លក្ខណៈឯកជនភាពផ្ទាល់ខ្លួនដូចខ្ញុំបញ្ជាក់ខាងដើមវីដេអូចឹងបាទហើយកន្លែងនេះយើងបាន design ជាមួយនឹងបាទក្រេគេងមួយតុបាក្រេគេងលេងមិនល្មមទេបងប្អូនទាំងអស់គ្នាបាទហើយកន្លែងនេះគឺយើងរៀបចំជាទូខោអាវបងនេះដូចខាងក្រោមវិញដែរបាទតោះឥឡូវយើងទៅមើលបន្ទប់គេងបន្ថែមទៀតអូខេបងប្អូនទាំងអស់គ្នាបន្ទាប់ពីបងប្អូនបានទស្សនា3បន្ទប់គេងហើយបងប្អូនចាប់អារម្មណ៍បន្ទប់គេងណាដែរតែកំតាន់ដាក់ rate មកយើងមកមើលបន្ទប់គេងទី4វិញម្ដងវ៉ាវនិយាយទៅគឺពណ៌នេះស្អាតប្លែកមែនទែនបងប្អូនទាំងអស់គ្នាកន្លែងនេះយើង design ជាមួយនឹងទូសម្លៀកបំពាក់ហើយកន្លែងនេះយើងបានរៀបចំជាមួយនឹងក្រេគេងពណ៌នេះគឺអាចនិយាយថាពណ៌រៀងប្លែកដែរបងប្អូនទាំងអស់គ្នាបាទប្លែកនេះប្លែកស្អាតបងប្អូនទាំងអស់គ្នាដោយសារខ្លាញ់ក្តាមមើលទៅវាមិចជាមួយនឹងបារោននេះទៀតមើលទៅគឺប្លែកអារម្មណ៍មែនទែនចូលដល់បន្ទប់មួយនេះតោះឥឡូវយើងទៅទស្សនាបន្ទប់គេងចុងក្រោយវិញម្ដងចាំដឹងថាមានភាពប្រណិតនិងតាក់ទាញកម្រិតណាតោះបន្ទប់គេងនេះគឺជាបន្ទប់គេងទី5ហើយដោយសារក្នុងផ្ទះយើងមានបន្ទប់គេង5នៅខាងក្រៅមានបន្ទប់គេង1អញ្ចឹងយើងទស្សនាបន្ទប់គេងមេគ្រួសារទី2
បន្ទប់គេនេះគឺជាបន្ទប់គេទី5ឯបងបាទយើងប្រៀបធៀបបងបន្ទប់គេនេះអត់ចាញ់បន្ទប់ master bedroom បានទេបងបាទធំខ្លាំងមែនទែនស្រឡះល្អទៀតហើយឥឡូវនេះបងអាចរៀបចំជាមួយនឹងកៅអីមួយសម្រាប់អង្គុយលេងឬក៏ជាសាឡុងមួយឈុតក៏បានដែរបាទហើយផ្នែកខាងនេះវិញបងអាចរៀបចំជាមួយនឹងក្រេគេខ្នាតធំម៉ែត្រនេះក្រេគេនេះមិនមែនខ្នាតតូចទេបងប្អូនទាំងអស់គ្នា1.8 ម៉ែត្រគុណ2ម៉ែត្រប៉ុន្តែដោយសារបន្ទប់នេះធំហើយខ្ពស់ស្រឡះទៀតធ្វើឲ្យបន្ទប់នេះគឺកាន់តែមានសោភ័ណភាពស្អាតខ្លាំងមែនទែនបាទហើយយើងមានជាមួយនឹង space សម្រាប់បងដាក់តុមួយអង្គុយលេងនៅវេរ៉ង់ដាខាងក្រៅបានទៀតហើយកន្លែងនេះបងយើងរៀបចំជាមួយនឹងបាទទូរទស្សន៍ខ្នាតធំ65អ៊ីងក៏បាន75អ៊ីងក៏បានដែរបាទទស្សនាលក្ខណៈដូចរោងកុនក៏បានដែរបងបាទ space ធំមែនទែនហើយបន្ទប់មួយទៀតគឺជាបន្ទប់ closet ដែលបងស្ត្រីគាត់ត្រូវការនោះគឺជាបន្ទប់នេះហើយវ៉ាវស្អាតខ្លាំងមែនទែនបងទាំងអស់គ្នាបាទយើងមាន design ជាមួយនឹងទូច្រើនមែនទែនបងទូដាក់កាយបានទាំងអស់តែម្ដងហើយកន្លែងនេះគឺមានវេរ៉ង់ដាមួយដែរហើយកន្លែងនេះក៏មានជាមួយនឹងតុសម្អាងដែលបងអាច make up មានភាពងាយស្រួលហើយបន្ទប់ទឹកប្រើប្រាស់ក៏ខ្នាតធំដែរបងនេះបងនេះបន្ទប់ទឹកនេះទៅនីមួយៗគឺមានការប្រើប្រាស់ដាច់ចលែកគ្នាតែម្ដងបាទអូខេបងប្អូនទាំងអស់គ្នាជាចុងក្រោយបើសិនជាបងប្អូនចាប់អារម្មណ៍ផ្ទះមួយនេះកុំភ្លេចធ្វើការ inbox chat ចូល page ទិញភ្លាមកាន់សោចូលនៅបានភ្លាមមានដេកមានគ្រឿងសង្ហារឹមពេញផ្ទះតែម្ដងកុំភ្លេចណាណាត់ជួបមកដល់ទីតាំងដើម្បីទស្សនាផ្ទះគំរូពិតមួយនេះទាំងអស់គ្នាពីខ្ញុំបាទវិឆ័យសូមអរគុណសូមគោរពលាបាយបាយបុរី ML ធ្វើឲ្យជីវិតកាន់តែមានសុភមង្គល